លីហើយអ៊ីរ៉ង់លោកត្រាំប្រកាសថា2ទៅ3សប្តាហ៍ទៀតយោធាអាមេរិកបញ្ចប់ប្រតិបត្តិការយោធានៅអ៊ីរ៉ង់ហើយទោះជាមានឬគ្មានកិច្ចព្រមព្រៀងសន្តិភាពណាមួយសម្រេចបានក៏ដោយក្រោយបង្កប់ព្យុះភ្លៀងនៅមជ្ឈមបូព៌ាឆ្អែតឆ្អន់លោកដូណាល់ត្រាំបានបោះពាក្យសម្ដីថាគោលដៅរបស់អាមេរិកនៅក្នុងការបំបាក់សមត្ថភាពផលិតអាវុធនុយក្លេអ៊ែររបស់អ៊ីរ៉ង់ទទួលបានជោគជ័យហើយដូច្នេះគឺគ្មានភារកិច្ចណាមួយដែលយោធាខ្លួនត្រូវបន្តបេសកកម្មទៀតនោះឡើយចំណែកឯប្រធានាធិបតីអ៊ីរ៉ង់លោកម៉ាស៊ូត ពេសេស្គៀនបានបញ្ជាក់ថាអ៊ីរ៉ង់ក៏មានឆន្ទៈចង់បញ្ចប់សង្គ្រាមឲ្យបានឆាប់ដូចគ្នានេះបញ្យោងតាមការចេញផ្សាយដោយសារព័ត៌មានធំៗដូចជា BBC, CNN និង Al Jazeera ជាដើមខណៈដែលភាគីចំនួនទាំងពីរហាក់ឲ្យសញ្ញាថាសង្គ្រាមអាចនឹងចប់ក្នុងពេលឆាប់ៗខាងមុខនេះលោកត្រាំបានប្រឡយពាក្យសម្ដីបន្ថែមទៀតថាបើប្រទេសណាចង់បើកច្រកសមុទ្រ Hormuz ដោះស្រាយរឿងនេះដោយខ្លួនឯងចុះព្រោះថានៅពេលលោកត្រូវការសម្ព័ន្ធមិត្តម្នាក់គឺប្រងើយកន្តើយដូច្នេះលោកលែងខ្វល់តទៅទៀតហើយចំណែកឯនាយករដ្ឋមន្ត្រីអ៊ីស្រាអែលវិញបាននិយាយថាទោះជាអាមេរិកឈប់ប្រយុទ្ធជាមួយអ៊ីរ៉ង់ក៏ដោយខ្លួននឹងនៅតែបន្តប្រតិបត្តិការយោធាលើអ៊ីរ៉ង់ហើយក្នុងនោះអ៊ីស្រាអែលក៏នឹងតាមកំទេចដៃជើងរបស់អ៊ីរ៉ង់ដូចជាក្រុម Hezbollah នៅលីបង់ជាដើមសូមចុច follow ដើម្បីទទួលបានព័ត៌មានសង្ខេបនិងទាន់ហេតុការណ៍